ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពខ្ញុំបាទសកលបាទថ្ងៃនេះគឺខ្ញុំចង់លើកតាក់ទងពីចំណុចសំខាន់មុននឹងបងប្អូនចូលទៅរៀនធ្វើភ្លេងព្រោះដោយសារឥឡូវនេះខ្ញុំឃើញបងប្អូនជំនាន់ក្រោយគាត់ស្រឡាញ់នៅក្នុងការធ្វើភ្លេងមែនតើគេហៅថា producer ឬក៏ arrangement ឬក៏តាក់ទងជាមួយអ្នកលេងភ្លេងលេងអីឥឡូវសម្បូរមែនតើនៅក្នុងស្រុកខ្មែរយើងហើយនេះខ្ញុំចង់លើកតាក់ទងចំណុចសំខាន់ដែលបងប្អូនចង់ទៅធ្វើភ្លេងឬក៏ចង់ធ្វើ producer ឬក៏ composer អីហ្នឹងតាក់ទងជាមួយហ្នឹងគឺសំខាន់ mixing mastering ក៏យើងនៅតែសំខាន់មេរៀននៅក្នុងការធ្វើភ្លេងហ្នឹងដែរអញ្ចឹងខ្ញុំចង់និយាយតាក់ទងនៅចំណុចសំខាន់ទី1គឺបងប្អូនគួរតែរៀនតង់ជាពិសេសព្រោះដោយសារតង់នៃចម្រៀងវាសំខាន់បំផុតព្រោះដោយសារបទចម្រៀងមួយណាក៏មានតង់ដែរចឹងយើងត្រូវតម្រូវឲ្យយើងត្រូវទៅរៀនតង់ហ្នឹងពេលដែលយើងចេះតង់ច្បាស់ហើយនៅក្នុងពេលដែលបងប្អូនចង់ធ្វើភ្លេងចង់ធ្វើអីគឺយើងអត់សូវចង់ស្ទាក់ស្ទើរអីទេយើងស្រួលនៅក្នុងការធ្វើព្រោះដោយសារយើងដឹងថាតង់នេះវាមានអីគេខ្លះតង់នេះមានអីគេខ្លះចឹងណាតង់ទាំងអស់មកពិភពលោកយើងគឺមានត្រឹមតែ2 10តង់ទេហើយសង្ឃឹមថា2 10តង់ហ្នឹងវាមិនពិបាករៀនប្រហែលទេអញ្ចឹងបើសិនបងប្អូនចង់រៀន studio គឺសំខាន់បំផុតគឺត្រូវតែរៀនតង់ឲ្យចេះសិនអញ្ចឹងទី2ខ្ញុំលើកតាក់ទងជាមួយនឹងការលេងភ្លេងក៏សំខាន់ដែរតែបើសិនជាបងប្អូនត្រឹមតែជា producer នៅក្នុង studio ក្នុងអីទេបងប្អូនមិនចង់ចេះឧបករណ៍ច្រើនអីទេគ្រាន់តែថាបងប្អូនត្រូវតែច្បាស់នៃឧបករណ៍មួយដែលខ្ញុំលើកតាក់ទងជាមួយនឹង piano ព្រោះដោយសារ piano គឺវាសំខាន់បំផុតបើបងប្អូនធ្វើភ្លេងធ្វើអីគឺបើសិនជាអត់ piano ទេគឺវាពិបាកណាស់សម័យនេះព្រោះដោយសារ VST អីគឺគេធ្វើទំនើបនៅក្នុង piano ហ្នឹងអញ្ចឹងយើងចង់ដូរ sound ដូរអីនៅក្នុងការ arrangement នៅក្នុងការធ្វើវាស្រួលបើបងប្អូនអត់ទាន់ចេះ piano ទេក៏ពិបាកដែរនៅក្នុងការធ្វើភ្លេងបើសុកទៅធ្វើភ្លេងហ្មងគឺវាពិបាកចំណុចហ្នឹងគឺសំខាន់តាក់ទងជាមួយនឹងតង់ការធ្វើភ្លេងឬក៏រៀន piano ហ្នឹងគឺវាសំខាន់ចំណុចបន្ទាប់ទៀតគឺដែលខ្ញុំលើកតាក់ទងជាមួយនឹងឧបករណ៍ក៏បងប្អូនត្រូវយល់ច្បាស់ពីឧបករណ៍ដែរព្រោះដោយសារយើងត្រឹមតែ room ដែលស្រុកខ្មែរយើងគេហៅថា home studio អញ្ចឹងណាសម្បូរឥឡូវស្រុកខ្មែរយើងសម្បូរ home studio អញ្ចឹងតាក់ទងជាមួយនឹង home studio ខ្ញុំចង់បង្ហាញពីតាក់ទងជាមួយនឹង instrument តាក់ទងជាមួយនឹងឧបករណ៍គឺបងប្អូនត្រូវតែបើថាយើងធ្វើ budget អីទេយើងទិញល្មមទៅតែយើងទិញរបៀបមានគុណភាពដែរទៅកុំសុខចិត្តថាទិញហើយយើងបោះចោលប្រើបានតែ1ឆ្នាំ2ឆ្នាំក៏យើងបោះចោលទៅព្រោះដោយសារក្នុងការរៀន studio វាចំណាយពេលវេលាយូរដើម្បីឲ្យបងប្អូនយល់អញ្ចឹងតាក់ទងជាមួយនឹងគ្រឿង studio គឺអត់មានច្រើនអីទេគឺយើងមានកត្រឹង computer មួយឲ្យដើរល្អឬក៏ smooth នៅក្នុងការធ្វើភ្លេងកុំឲ្យយើងដាក់ track ច្រើនទៅវាគាំងអញ្ចឹងណាហើយមួយទៀតតាក់ទងជាមួយនឹង sound card តាក់ទងជាមួយនឹង speaker តាក់ទងជាមួយនឹងកាសបើសិនជាបងប្អូនអត់ទាន់មានថវិកាច្រើនទេបងប្អូនទិញតែ sound card ហើយនឹងកាស computer សិនរៀនធ្វើពាក់បក់សិនខ្ញុំគិតថាល្អហើយមួយទៀតដែលអ្វីដែលយើងខ្វះមិនបាននោះគឺ piano គឺត្រូវតែមានចាំបាច់នៅក្នុងការធ្វើ producer ហ្នឹងឯងហើយខ្ញុំមកចង់លើកតាក់ទងអីច្រើននៅអីទៀតទេព្រោះដោយសារយើងនិយាយទៅនៅក្នុងការធ្វើភ្លេងយើងមានអ្នកធ្វើភ្លេងបើស្រុកគេវិញបើយើងធ្វើភ្លេងគឺមានអ្នកបញ្ចូលភ្លេងមានអ្នកធ្វើ melody មានអ្នកសរសេរ paro មានអ្នកrecording អីទៅច្រើនមានច្រើនផ្នែកតាមគេ mixing mastering ផ្នែកតាមគេតែបើស្រុកខ្មែរយើងភាគច្រើនproducer មួយធ្វើសឹងទាំងអស់ហើយមិនថា melody មិនថាarrangement មិនថាបញ្ចូលអីវាច្រើនអានេះសម្រាប់ខ្ញុំណាសម្រាប់ខ្ញុំគឺខ្ញុំធ្វើដោយខ្លួនឯងច្រើនជាងដែលខ្ញុំហៅគេមកបញ្ចូលអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងអ្វីដែលយើងគួរតែរៀនយើងរៀនធ្វើភ្លេងហ្នឹងឯងឬក៏ piano យើងរៀនទៅហើយខ្ញុំសូមលើកឧទាហរណ៍មិនប្រកាសថាអ្នកដែលចេះធ្វើអ្នកចេះលេងភ្លេងខ្ញុំនិយាយថាអ្នកចេះលេងភ្លេងមិនប្រកាសថាចេះ arrangement ទេអត់ជួនកាលអត់អ្នកចេះលេងភ្លេងក៏មិនមានអារម្មណ៍នៅក្នុងការ arrangement ដែរអញ្ចឹងសំខាន់បំផុតគឺអារម្មណ៍ខ្លួនឯងហ្នឹងហើយដែលអ្នកជាអ្នកធ្វើព្រោះដោយសារមួយបទវាអារម្មណ៍ប្លែកផ្សេងរហូតអញ្ចឹងអារម្មណ៍យើងគឺយើងអ្នកបង្កើតខ្លួនឯងដូចខ្ញុំលើកបញ្ជាក់ដែរមិនប្រកាសថាអ្នកចេះធ្វើអ្នកចេះលេងភ្លេងឲ្យមកបញ្ចូលភ្លេងល្អជាងដែលយើងអ្នកមានអារម្មណ៍ដែលយើងធ្វើទេចាហ្នឹងក៏សំខាន់ដែរហើយមួយទៀតបើខ្ញុំលើកតាក់ទងជាមួយនឹង mixing ឬក៏ mastering អញ្ចឹងខ្ញុំលើកធួតែបើសិនបងប្អូនដំបងខ្ញុំគួរតែបងប្អូនគួរតែច្បាស់ទៅលើ record សិនបើថាយើងច្បាស់ទៅលើ gain station របស់យើងសិនតើយើងកម្រិតដែលយើងបញ្ចូលនៅប៉ុណ្ណា output យើងប៉ុណ្ណាតែបើសិនយើងអត់ច្បាស់ input ឬក៏ gain station ផងយើងទៅដាក់ plug in ដាក់អីក៏វាធ្វើឲ្យយើងអត់ work ដែរហើយខ្ញុំឃើញវីដេអូបងប្អូនមួយចំនួនខ្លះគាត់លើកតាក់ទងនិយាយពីហ្នឹងក៏ល្អដែរតែគាត់ថាគាត់អត់តបាននិយាយច្បាស់ពីតាក់ទងជាមួយនឹង gain station ដែលយើងត្រូវបញ្ចូលតើយើងយកកម្រិតប្រមាណ dB ដើម្បីយើង
ទៅដាក់ plugin ដែលយើងចង់បានឬក៏ដាក់ EQ compressor អីផ្សេងទៀតអញ្ចឹងណាអញ្ចឹងអាហ្នឹងក៏វាសំខាន់ដែរអញ្ចឹងខ្ញុំបើសិនជាបងប្អូនដែលរៀនចង់ mix ឬក៏ master បងប្អូនគួរតែរៀន kilohertz ឲ្យច្បាស់សិនដូចខ្ញុំលើកតាក់ទងជាមួយនឹង arrangement បើសិនបងប្អូនចង់រៀន arrangement គឺបងប្អូនគួរតែរៀន piano ឬក៏តង់ឲ្យច្បាស់ហើយបើសិន mixing ក៏យើងត្រូវការតង់ដែរពេលតាក់ទងជាមួយនឹង mixing ក៏យើងរៀនតាក់ទងជាមួយតង់ហ្នឹងក៏យើងយកមកប្រើការដែរក៏យើងសំខាន់ដែរហើយមួយទៀតគឺតាក់ទងជាមួយនឹង mixing ហើយ mastering បងប្អូនគួរតែរៀនពី kilo ឲ្យច្បាស់ kilo ហ្នឹងខ្ញុំចង់និយាយពីអីគេព្រោះដោយសារមកពិភពលោកយើងឬក៏កជាយើងទូទាំងពិភពលោកនេះយើងស្ដាប់បានត្រឹមតែ 20Hz ទៅ 20K ទេអញ្ចឹងបងប្អូនគួរតែរៀនពី 20Hz ទៅ 20K គេហៅថាតំបន់មួយនៃ instrument មួយគឺសិតតែមានកន្លែងអង្គុយរបស់គេមិនមែនសិតតែចេះមិនមែនចេះតែមើលទៅឮទៅចេះតែទាញចោះទាញឡើងធ្វើឲ្យខូចកន្លែងអង្គុយនៃ instrument យើងអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺវាសំខាន់តាក់ទងជាមួយនឹង gain station តាក់ទងជាមួយនឹងការអង្គុយ instrument នីមួយព្រោះដោយសារបទចម្រៀងទាំងមូលមានភ្លេងច្រើនយើងមានជួនកាលយើងមាន string មាន lead មាន guitar piano bass អីចឹងទៅចឹង instrument មួយគឺសិតតែមានកន្លែងអង្គុយរបស់គេអញ្ចឹងមិនមែនសិតតែយើងគ្រាន់តែលឺហ្នឹងអត់ដឹងថាវាមិនអីមិនអញ្ចឹងអាហ្នឹងខ្ញុំចង់លើកតាក់ទងនិយាយជាមួយនឹង mixing and mastering ណាអញ្ចឹងអាហ្នឹងក៏ចំណុចសំខាន់ដែរហ្នឹងហើយបើសិនជាចំណុចសំខាន់ទាំងអស់ហ្នឹងបើសិនជាខ្ញុំនិយាយទៅមានកន្លែងណាខ្វះខាតឬក៏មានរៀមច្បងណាដែលយល់ច្រើនជាងខ្ញុំយើងគួរតែ comment និយាយជជែកគ្នាទាំងអស់គ្នាហើយជាចុងក្រោយបើសិនបងប្អូនចង់ចូលនៅក្នុងក្រុម Telegram របស់ខ្ញុំបងប្អូនអាច join បាននៅក្នុងក្រុមហ្នឹងយើងមាន free ជា VST យើង free ពីនិយាយពីរឿងការធ្វើរបៀបម៉េចអីរបៀបម៉េចអញ្ចឹងណាអញ្ចឹងបងប្អូនអាចចូលនៅក្នុងក្រុម link ហ្នឹងបានអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណបាយបាយ